សូមស្វាគមន៍មកកាន់រឿងស្នេហាក្បែរកាយស្រីភាគទី6នៅក្នុងពេលនេះតួស្រីនាងកំពុងសរសើរតែកាន់ទេសភាពដែលមានផ្កា lavender ដ៏ស្រស់ស្អាតសូមចុះលេងបន្តិចបានទេបន្ទាប់ពីស៊ីវូក៏បានចុះឲ្យនាងចុះលេងប៉ុន្តែមើលទៅនាងពិតជាសរសើរនៅទេសភាពទាំងអស់នេះហើយនាងបែរជានៅមកមកដាក់ទៅកាន់ស៊ីវូថាមើលទៅអ្នកដូចជាមិនម៉ត់មិនកមិនមានអ្វីដែលត្រូវរីករាយអ្នកមិនចេះពីរបៀបដែលផ្ដោតតម្លៃឲ្យភាពនៃស្រស់ស្អាតនៃទេសភាពមិនដែរឬទេបានតែនោះទូប្រណិចេថាឈិងចៃនៅទីនេះត្រជាគេទៅតែបាញ់ថ្នាំសម្រាប់មេរោគអាចថាប៉ះពាល់ដល់សុខភាពឬក៏ផ្ដាសាយឬក៏ក៏បានហូតទឹកចេញពីហៅប៉ៅកតាបរបស់ខ្លួនឯងតួស្រីនឹងចេថាអរគុណគិតថាទូប្រនឹងឲ្យនាងក៏ប៉ុន្តែស៊ីងវូក៏គ្រាន់តែចូលមកញ៉ាំដោយខ្លួនឯងតែប៉ុណ្ណោះញ៉ាំមកក្អឹកពីក្អឹករួចហើយក៏បានដកចេញពីមាត់របស់គាត់ហុចឲ្យទៅកាន់អាឈិងចៃហើយឈិងចៃនាងមិននឹងហ៊ានផឹកក៏ដែរមាត់គ្នាណោហើយនាងក៏បានជ្រើសសួរទៅកាន់ស៊ីវូថាតាអ្នកមានការងារច្រើនណាស់មួយរយៈនេះដូចជាការជួសជុលកុំព្យូទ័រទូរស័ព្ទដៃឬអ្វីផ្សេងណាធ្វើការងារច្រើនម្ល៉េះទូប្រក៏បានសួរវិញចុះនាងវិញឈិងចែនាងហេតុអីបានជាមកទីនេះច្បាស់ណាឪពុករបស់នាងកំពុងតែមានបញ្ហាទើបគាត់បញ្ជូននាងមកក៏មិនតែត្រូវដឹងថាគាត់មិនចង់ឲ្យនាងទៅរៀននៅក្រៅប្រទេសទេហើយទូស្រីនាងក៏បានសួរតែនេះជ័យវាល្អជាងនេះបានដែរឬអត់ក្តីសម័យនាងគឺចង់ទៅរៀននៅឯក្រៅប្រទេសក៏មិនតែមិនធ្វើឲ្យនៅពេលដែលនាងខឹងបែបនេះស៊ីងវូក៏បានជាបន្លប់ថាឥឡូវទៅផ្ទះព្រោះថានៅពេលដែលនាងមើលឆ្អែតរួចហើយពួកយើងត្រូវតែត្រឡប់ទៅផ្ទះដើម្បីតែសម្រាកនេះជ័យរួចទូស្រីនាងក៏បានឡើងជិះម៉ូតូជាមួយនឹងស៊ីងវូក៏ជិះម៉ូតូចាក់ចេញពីចំការផ្កា lavender បន្តិចក្រោយពេលដែលមកដល់ផ្ទះម៉ាក់របស់ស៊ីងវូរួមទាំងលោកពូចៅក៏បានសួរយ៉ាងណាដែរការជួសជុលកុំព្យូទ័រឈិងចៃប្រាប់ថាកុំបារម្ភអីគឺជាស៊ីងវូជាអ្នកជួសជុលឲ្យគឺគាត់មានឈ្មោះថាជួណាឈ្មោះក្រៅបន្តិចទូប្រនឹងក៏បើករបស់ចូលទៅឲ្យលោកចៃញ៉ាំចំណែកឯលោកពូវិញក៏បានសួរទៅកាន់អាឈិងចៃពូសុំតោតែការជួសជុលចំណាយអស់ប៉ុន្មានដែរសូមទទួលចូលប្រាក់របស់គាត់ហើយបើសិនជាប្រាក់មិនគ្រប់ទេសូមចូលរបស់ដូចជាអាហារក្រៀមគ្រឿងសមុទ្រនឹងឲ្យទៅកាន់អាឈិងចៃថាលុយនឹងអត់ទទួលទេនឹងសុខចិត្តទទួលចូលរបស់ញ៉ាំព្រោះដឹងថានៅទីនេះក៏មិនសូវមានប្រាក់បន្តិចនោះពូដើរចេញទៅបានទូស្រីនាងក៏បានចូលអាហារក្រៀមនៅឲ្យទៅកាន់ស៊ីងវូខ្ញុំនឹងឲ្យវាសម្រាប់លោកជាអ្នកជួសជុលកុំព្យូទ័រឲ្យសម្រាប់ខ្ញុំហើយទូប្រុសក៏ចូលចិត្តដូចគ្នាទូស្រីចាប់ផ្ដើមសម្រាប់ខ្លួនបានយ៉ាងខ្លាំងបន្តិចក្រោយមកទូប្រុសក៏ចាប់ផ្ដើមជួសជុលនៅកុំព្យូទ័ររបស់អាឈិងចែជំនាញរបស់គាត់លឿនរហ័សក៏មិនតែនៅអំឡុងដែលពេលដែលជួសជុលរួចរាល់នៅខាងក្នុងនោះមានសុទ្ធតែឯកសារធំប៉ុន្តែអ្វីដែលទូប្រុសចាប់អារម្មណ៍បំផុតគឺអំឡុងពេលដែលក្នុងកុំព្យូទ័រនោះដាក់សរសេរពាក្យរូបបេះដូងឬក៏ហៅថាជាសំណប់ចិនដូច្នេះហើយឃើញថារូបរបស់ទូស្រីនិងបរិះម្នាក់ទៀតនៅមានរូបរបស់នាងជាមួយនឹងមិត្តផងដែរហើយក៏មានជាមួយនឹងម្ដាយរបស់អាឈិងចៃថតជាមួយនឹងគ្នាដូច្នេះនៅពេលនេះគាត់សែនឆ្ងល់ថាឈិងចៃមានរឿងរ៉ាវអីកើតឡើងពីក្រោយរឿងនោះដោយគាត់សម័យពេលដែលម្ដាយនិយាយថាឈិងចៃកំសត់ដែលរបស់នាងទើបតែស្លាប់កាលពីឆ្នាំមុនបើសិនជាគ្មានបញ្ហាទេច្បាស់ណាស់ឪពុកនាងមិនបញ្ជូននាងឲ្យរស់នៅទីនេះទេគាត់ចង់ឲ្យកូនប្រុសរបស់គាត់យកចិត្តទុកដាក់មើលថែទៅកាន់ឈិងចៃបន្តិចក្រោយគាត់ក៏សម័យឃើញថាកាលកូននៅតូចឪពុករបស់គាត់ជាមនុស្សដែលញៀនលបែងតែងត្ររឿងទៅកាន់ប្រពន្ធនិងកូនបោកប្រាស់របស់អស់ដែលចោទទៅកាន់ម្ដាយរបស់ស៊ីងវូថាមានកូនមានផ្ទៃពោះមិនរៀបការជាមួយគាត់ទៀតឥឡូវជេរថាគាត់អសមត្ថភាពមែនទេនាងសុំតែត្រូវបែបនេះវាយប្រពន្ធរហូតដល់បន្តិចនោះគាត់ស្រែកជេរប្រពន្ធឡើងខ្លាំងរហូតដល់ស៊ីងវូកាលនៅតូចក៏បានចុះមកជាយាមហាមឃាត់ទៅកាន់ឪពុកមិនឲ្យវាធ្វើបាបទៅកាន់ម្ដាយទេប៉ុន្តែឪពុកក៏បានច្រានកូនទាំងនៅតូចនៅទៅម្ខាងទៀតច្រានមួយទំហឹងហើយលោកជ័យរបស់ស៊ីវូក៏បានស្រែកសួរថាឯងឈួតទេកូនរបស់ឯងមិនក៏ឯងច្រានកូនរបស់ឯងដូចនេះបន្តិចនោះមើលទៅគាត់ដូចជាត្រង់ពុំបានគាត់ក៏សម្រេចចិត្តចាក់ចេញពីទីនោះពីប្រពន្ធនិងកូនរួមទាំងម្ដាយស៊ីងវូវិញមានអារម្មណ៍ថាដកជាប់នៅក្នុងចិត្តរបស់គាត់តាំងពីនៅតូចនៅក្នុងបច្ចុប្បន្ននេះវិញស៊ីងវូក៏មានចិត្តល្អណាស់ពេលដែលសម្បុកចាប់ធ្លាក់កូនវាចុះខាងក្រោមស៊ីងវូក៏បានទៅឲ្យរើសចាប់ដាក់ចុះក្នុងសម្បុករបស់វាវិញក៏មិនតែបន្តិចនោះក៏ស្រាប់តែអាគួរនឹងក៏បានចូលមកបាននិយាយថាស៊ីងវូមានបរិសុទ្ធចំណាស់ម្នាក់ក៏ចង់ឲ្យអ្នកទៅជួសជុលរបស់របរឲ្យទៅកាន់គាត់ក៏មិនតែមួយរយៈនេះគាត់រៀងរវល់មិនដឹងថាអ្នកនឹងទៅជួសជុលឲ្យទៅកាន់គាត់ដែរឬអត់បន្តិចចង្កាត់មកលោកជ័យឯនេះវិញកំពុងតែរីករាយនឹងសប្បាយមើលណាស់អ្នកចិត្តខាងមើលទៅអ៊ូអជីវិសានេះគឺចាស់អង្គុយជជែកនឹងផុសគ្នាលេងបន្តិចនោះតួស្រីវិញនាងកំពុងតែចូលមកយកសម្លៀកបំពាក់រៀបនឹងបោក
ប៉ុន្តែមិនទាន់បានបោកផងនាងកំពុងតែឃើញគេផ្ញើសារមកថាការស្នើរបស់នាងទទួលបានការជោគជ័យនាងថែមទាំងអរគុណទៀតផងប៉ុន្តែនាងពិតជាមានការភ្ញាក់ផ្អើលនាងលើសម្លេងរបស់លោកជ័យរត់ទៅមើលលោកជ័យនឹងក៏មានជំងឺឆ្កួតជ្រូកពេលនេះគាត់កំពុងតែប្រកាច់ខ្វេដៃខ្វេជើងពពុះមាត់ចេញពីមាត់របស់លោកជ័យតួស្រីនឹងព្យាយាមសង្គ្រោះយ៉ាងខ្លាំងក៏ដាក់ជូតមាត់នាងក៏បានចូលជូតទឹកមាត់ឲ្យទៅកាន់លោកជ័យបន្តិចនោះឈិងចានាងក៏បានចូលដៃរបស់នាងឲ្យលោកជ័យខំតែម្ដងព្រោះថាការសង្គ្រោះបាក់ធំពេលនេះគឺពិតជាសំខាន់បំផុតបើសិនជាមិនធ្វើបែបនេះលោកជ័យនឹងខំបណ្ដាតរបស់ខ្លួនឯងស្លាប់ជាមិនខាននាងមានអារម្មណ៍ថាឈឺចាប់ខ្លាំងប៉ុណ្ណាក៏មិនតែអ្នកមិញក៏មិននៅស្របពេលកាមេរ៉ាក៏នៅផ្ទះស្រាមធ្វើឲ្យតួប្រុសគាត់ក៏បាំងឆែកកាមេរ៉ាមើលឃើញថាសភាពរបស់តួស្រីមើលទៅពិតជាពិបាកជាពិសេសគឺលោកជ័យរបស់ខ្លួនផងដែរតួស្រីឈឺចាប់យ៉ាងខ្លាំងហើយដល់ពេលនេះតួប្រុសក៏ធ្វើដំណើរមកដល់ផ្ទះក៏ពេលល្ងាចជ្រេទៅហើយបញ្ញាប់ចូលទៅខាងក្នុងលោកយាយខ្ញុំយ៉ាងណាដែរឈិងចេះថាកុំឲ្យមាត់លោកជ័យនឹងកំពុងតែសម្រាកចឹងហើយណាខ្ញុំមិនអីនោះទេតែអ្វីដែលចាប់អារម្មណ៍បំផុតស៊ីងវូក៏ទិញដៃរបស់អាឈិងចែសួរថាដៃរបស់នាងឈឺចាប់ខ្លាំងដែរឬអត់ឈិងចែប្រាប់ថាខ្លួនមិនអីទេបន្តិចនោះស៊ីងវូក៏គិតនៅជាស្ថានភាពផងដែរក៏ប្រាប់ថាកុំព្យូទ័ររបស់អាឈិងចែធ្វើរួចរាល់រត់ចេញពីកាបូបរបស់ខ្លួនឈិងចែនឹងពិតជារីករាយណាស់ធ្វើរួចរាល់ដោយអ្វីបានទូប្រាប់បាននិយាយដូច្នេះក៏ប្រញាប់យកកុំព្យូទ័រដែលចាក់ចេញពីស៊ីងវូហើយនាងក៏បានឆៃមើលនៅក្នុងកុំព្យូទ័រអ្វីគ្រប់យ៉ាងនៅទីនេះមិនមានបាត់សំបីតែមួយឯកសារជាពិសេសគ្រូថនម៉ាក់របស់នាងរួមទាំងនាងដែរនាងទស្សនាថាស៊ីងវូសម្ដីអាក្រក់ប៉ុន្តែសមត្ថភាពជួសជុលរបស់គាត់គឺមិនអន់ទេល្អតែម្ដងនៅអំឡុងពេលដែលនាងកំពុងតែផ្ទេរឯកសារបន្តិចនោះកង្ហានៅខាងលើក៏បែរមកខាងនាងតែម្ដងដែលស៊ីងវូក៏គឺជាអ្នកបង្វែរដង្ហើមមកដែលបានអង្គុយនៅនិយាយសួរទៅកាន់ឈីងចែថាតាយ៉ាងណាដែរល្អដែរទេក៏ស្រាប់ពេលនោះក្នុងកុំព្យូទ័ររបស់នាងផ្ទេរឯកសារបានសម្រេចនឹងជោគជ័យដោយទូប្រុសក៏បានសរសើរថាឈេងចែនៅក្នុងឆាកជីវិតរបស់នាងនៅពេលនេះធ្វើបានមួយគឺការជោគជ័យបែបនេះរួចហើយក៏បានទៀងវងនុនបិនទូស្រីនាងក៏បាននិយាយថាស៊ីងវូអ្នកគឺជាអ្នកកំចាត់នៃរឿងចង្រៃពីខ្លួនខ្ញុំស៊ីងវូថាគឺជាអាឈីចែដែលដឹងច្បាស់ជាងគេតែប៉ុន្តែមិនអីទេនេះគឺជាថ្នាំសម្រាប់លាបរបួសសង្ឃឹមថានាងនឹងឆាប់ជាសះស្បើយណារួចហើយក៏បានបោះឲ្យទៅកាន់អាឈីងចែដោយការនាងបោះឲ្យទៅកាន់ស៊ីងវូដូចនេះហើយឈីងចែខ្ញុំពិតជាអរគុណអ្នកណាថ្ងៃនេះខ្ញុំពិតជាមិនបាននៅហើយម្ដាយរបស់ខ្ញុំក៏រវល់ហើយអ្នកមើលថែទៅកាន់លោកជ័យបានយ៉ាងល្អឈីងចែក៏បានប្រាប់ថាកាលពីមុនខ្ញុំក៏ធ្លាប់មើលថែទៅកាន់ម្ដាយរបស់ខ្ញុំដូចគ្នាក៏មិនតែជាសំណាងមិនល្អក៏មិនអាចនៅជាមួយនឹងខ្ញុំដល់ឥឡូវនេះបានទេក៏មិនតែមិនអីឡើយហើយណានៅពេលនេះខ្លួនក៏នៅសល់ឪពុកម្នាក់តែទូប្រុសក៏ក្រោកឡើងក៏ពិតជាសំទោសមិនគួរណាក៏រំលឹកពីរឿងរ៉ាវរបស់អាឈីងចែនោះឡើយប៉ុន្តែចង់បានបំផុតស៊ីងវូចង់ឲ្យអាឈីងចែសម្រាប់ឲ្យបានល្អគេងលក់ឲ្យស្រួលមានអារម្មណ៍ថាស្រស់ស្រាយជារៀងរាល់ថ្ងៃហើយនេះក៏ជាលើកទី1សម្រាប់ឲ្យអាឈីងចែមានអារម្មណ៍ថាគេងលក់ស្ងប់ជាងជប់ប្រដងកាត់មកថ្ងៃស្អែកអាហារដល់ពេញតូបមានគ្រឿងសមុទ្រដូចជាស៊ុបហើយក៏ oyster ជាដើមម៉ាក់ស៊ីងវូរៀបចំអាហារយ៉ាងឆ្ងាញ់សម្រាប់ឲ្យឈីងចែក៏ពិតជាសំទោសណាស់កាលពីម្សិលមិញដែលគាត់រវល់លេងអត់បានមើលម្ដាយប៉ុន្តែអត់អីទេនៅពេលនេះមានអារម្មណ៍ថារីករាយគឺជាពេលដែលញ៉ាំអាហារជុំជាមួយនឹងលោកជ័យម្ដងទៀតអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីញ៉ាំអាហារជុំគ្នាដ៏ឈ្ងុយឆ្ងាញ់បែបនេះបន្តិចនោះចឹងកាន់មកនៅអំឡុងពេលដែលឈីងចែនាងក៏បានចូលមកសួរថាស៊ីងវូតើអ្នកកំពុងតែតម្លឹងម៉ាស៊ីនត្រជាក់ឲ្យមកកាន់ខ្ញុំមែនដែរឬទេស៊ីងវូប្រាប់ថានេះគ្រាន់តែជាម៉ាស៊ីនត្រជាក់ជជុះតែប៉ុណ្ណោះប៉ុន្តែគាត់អាចធ្វើឲ្យទូស្រីមានអារម្មណ៍ថាត្រជាក់ស្រួលអំឡុងពេលដែលការជួសជុលរបស់គាត់ចាស់ល្អឥតខ្ចោះហើយបន្តិចនោះក៏ស្ដាប់តែការសម្លឹងរបស់នាងកាន់តែល្អឡើងពេលដែលស៊ីងវូក៏កំពុងតែយកចិត្តទុកដាក់ក្នុងការជួសជុលនិងបំឡើងម៉ាស៊ីនត្រជាក់ឲ្យសម្រាប់នាងបន្តិចស្ដាប់តែខ្យល់ក៏បានធ្លាក់ចុះខាងក្រោមកន្លែងជើងរបស់អាឈីងចែហើយនាងនៅលើកនេះគឺមិនដូចមុនឡើយនាងប្រាប់ទៅកាន់ស៊ីងវូថានាងនឹងរើសឲ្យទៅកាន់ស៊ីងវូអន្តរខ្យល់ហុយឲ្យដល់ដៃរបស់ស៊ីងវូមិនទាន់បានយកផងស៊ីងវូក៏បានសួរទៅកាន់ឈីងចែតើដៃរបស់នាងមានអារម្មណ៍ថាឈឺចាប់ដូចមុនដែរឬអត់តើវាមានអារម្មណ៍ថាអន់ហើយឬនៅនាងក៏នៅឆ្លើយថាវាមិនអីទេខ្លួនគឺធូរស្រាលជាងមុនលេចរួចទៅនាងឲ្យខ្យល់ទៅកាន់ស៊ីងវូប៉ុន្តែកៅភ្នែករបស់ស៊ីងវូកំពុងតែដន់ដោយសារតែគាត់មានអារម្មណ៍ល្អចំពោះឈីងចែបន្តិចក្រោយមកគាត់អង្គុយឈីងចែក៏បានសួរមើលទៅហាក់បីដូចជាមេគ្រូសាគឺជាអ្នកចុះឪពុករបស់អ្នកនៅឯណាស៊ីងវូប្រាប់ថាឪពុករបស់ខ្ញុំស្លាប់បាត់ទៅហើយ
ក៏ប៉ុន្តែទូស្រីក៏សួរវិញថាចុះក្រែឪពុករបស់អ្នកគ្រាន់តែរត់ចាក់ចេញទៅទូប្រុសថាគាត់គឺស័ក្តិសមទទួលបានពាក្យថាស្លាប់លោកថាគាត់ចេញទៅហើយក៏មិនត្រឡប់មកបន្ទាប់ពីការដំឡើងម៉ាស៊ីនត្រជាក់រួចរាល់ជាងចានាងបាននិយាយថាត្រជាក់បែបនេះបើសិនជាបានអលឹកមួយកំណាត់មិនដឹងល្អមិនទេពេលនោះទៅប្រុសក៏បានហុចអលឹកឲ្យទៅកាន់អាឈីងចែមួយកំណាត់ដូចជាអ្វីដែលនាងបានចង់បានបន្ទាប់ពីដាក់ខ្លួនកេងបន្តិចស៊ីងវូក៏បានសួរទៅកាន់អាឈីងចែថាតើរដូវក្តៅនៅទីនេះល្អដែរឬអត់ស្រស់ស្អាតដែរឬទេឈីងចែថានេះគឺជាលើកទី1ដែលនាងមានអារម្មណ៍ថាក្តៅខ្លាំងតែវាពិសេសហើយក៏ដូចមានអារម្មណ៍ថាធម្មតាបន្តិចស៊ីងវូក៏បានសួរមិននឹកគិតថាតួស្រីនេះចាត់ទុកថារដូវក្តៅគឺជារដូវធម្មតាព្រោះដោយសារតែជាធម្មតាស្រីស្អាតឬក៏អ្នកនៅទីក្រុងដូចជាអាឈីងចែត្រូវតែខ្លាចបំផុតគឺនេះរដូវក្តៅក៏មិនតែអាឈីងចែក៏បានប្រាប់ពីអារម្មណ៍ពិតរបស់នាងនៅទីនេះអំឡុងពេលនេះមានអារម្មណ៍ថានាងកក់ក្តៅណាស់តាំងពីនាងត្រឡប់មកតាំងពីលើកដំបូងទូប្រុសញញឹមបន្តិចដែលគាត់ក៏បន្តលឺនឹងការនិយាយសរសើររបស់អាឈីងចែស៊ីងវូលោកគឺជាបរិះល្អលោកជួយយកកុំព្យូទ័ររបស់ខ្ញុំត្រឡប់មកវិញលោកថែមទាំងជួយដាក់កលឹកទ្វារអំឡុងពេលដែលខ្ញុំចូលទៅងូតទឹកខ្លាចគេលួចមើលទៀតផងលើពាក្យមួយហ្នឹងធ្វើឲ្យស៊ីងវូមានអារម្មណ៍ថាអៀនគាត់បានដើរចាក់ចែងឲ្យទាំងញញឹមទៀតទោះស្រីចាប់ផ្ដើមទទួលនៅអារម្មណ៍ល្អនិងអំពើល្អរបស់ខ្លួនកាត់ពេលជុំមិញហ្វាងក៏បានយកសម្លៀកបំពាក់អាឈីងចែនៅអាវទ្រនាប់ខោទ្រនាប់រួមទាំងអាវសម្លៀកបំពាក់របស់នាងហានៅខាងក្រៅទាំងពេលជុំអំឡុងពេលដែលអ្នកស្រីហ្វាងក៏បានចាក់ចេញទៅបរិះម្នាក់កំពុងទៅដើរមកចង្លប់លោកនៅស្ងៀមស្ងាត់ក៏បានចូលអាវក្នុងរបស់អាឈីងចែយកចាក់ចេញទៅតែម្ដងច្បាស់ណាស់បរិះនោះប្រកាសជារោគចិត្តឲ្យសុតសានហើយដល់ការដល់ពេលព្រឹកព្រលឹមក៏ស្ដាប់តែលើសំឡេងស្រែករបស់អ្នកមិញហ្វាងក៏ស្រែកមួយទំហងបរិះឯណាទៅរោគចិត្តច្បាស់ណាស់ថាគឺជាមនុស្សឈួតនឹងឬក៏ជ្រឹកជាមិនខានដែលលួចសម្លៀកបំពាក់ក្នុងរបស់មនុស្សស្រីទូស្រីក៏ចូលមកសួរមានរឿងអីអ្នកមិញក៏បានប្រាប់ទៅកាន់អាឈីងចែថាអាវក្នុងរបស់ឯងបានបាត់មិនដឹងថាណាគេយកអាវក្នុងរបស់ឯងទៅទេទូស្រីថាកុំបារម្ភអីអ្នកមិញគ្រាន់តែអាវក្នុងមួយតែប៉ុណ្ណោះប៉ុន្តែមិញហ្វានណាក៏បានបញ្ជាក់ប្រាប់ទៀតថាមិនមែនតែប៉ុណ្្នឹងទេណាអាឈីងចែសូម្បីតែខោត្រណប់របស់ឯងក៏បាត់ដូចគ្នាបន្តិចនោះហើយទូស្រីនាងក៏ជាមានអារម្មណ៍ថាមិនស្រួលចិត្តអ្នកចិត្តខាងនៅទីនេះជាពិសេសនៅគឺម៉ាក់របស់ឡៅក៏បាននិយាយថាគាត់អត់ដឹងលឺអីទាំងអស់គាត់ក៏អត់ឃើញណាគេយកដែរពេលនោះទូប្រុសក៏ចូលមកសួរមានរឿងអីឈីងចែក៏ប្រាប់ថាអាវក្នុងរបស់ខ្ញុំខោក្នុងរបស់ខ្ញុំត្រូវគេលួចអស់តែនៅទីនេះត្រូវគេលួចអ្វីអស់មិនបានទៀតពួកនាងក៏បានដើរចាក់ចេញទៅចំណែកម៉ាក់របស់ស៊ីងវូវិញគាត់ក៏បានចាក់ចេញទៅដូចគ្នាដល់តែពេលបន្តិចនោះក៏ស្ដាប់តែទូប្រុសដើរចូលមកមើលកន្លែងដែលបាត់ហៅក្នុងនិងអាវក្នុងរបស់អាឈីងចែក៏ឃើញថាស្នាមជើងស្បែកជើងមួយនេះគឺជាស្នាមជើងរបស់បុរសហើយនៅក្នុងកន្លែងជាន់នេះគឺជាន់បែបលក្ខណៈជើងជិចមួយចំហៀងគាត់បានធ្វើកាយវិការបែបនេះដូចជាបរិះដែលលួចការទៅយប់មិញពីរបៀបដែលពួកគេលួចតែគេលួចយ៉ាងណាហើយនៅក្នុងទិសដៅដែលចង្អុលចំនោះគឺជាផ្ទះរបស់ឡៅគឺនៅចំពីមុខទ្វាររបស់គាត់គឺជាកន្លែងហាសម្លៀកបំពាក់របស់អាឈីងចែហើយបន្ទប់ទឹកនៅជិតនោះដូចគ្នាដូច្នេះហើយនៅថ្ងៃស្អែកពេលដែលឡៅកំពុងតែញ៉ាំទឹកតែជាមួយនឹងនំដ៏ឈ្ងុយឆ្ងាញ់តែពេលនោះហើយទូប្រុសក៏កំពុងតែដើរមកពីចម្ងាយកោបភ្នែករបស់ស៊ីងវូក៏សម្លឹងមុនគេគឺជាស្បែកជើងរបស់ឡៅបន្តមកគឺជាអាវរបស់គាត់សក់របស់គាត់រូបរាងរបស់គាត់ទាំងស្រុងដូច្នេះក៏បានទីងកអាវរបស់ឡៅតែម្ដងដោយសួរថាឡៅតើខ្ញុំចង់សួរឯងថាសម្លៀកបំពាក់របស់អាឈីងចែនៅឯណាឡៅឆ្លើយធ្វើតែល្ងងថាខ្ញុំមិននឹងដឹងទៅមិនបានជាបងសួរខ្ញុំដូចនេះវាដូចជាមិនមានរឿងអីដែលត្រឹមត្រូវនោះទេប៉ុន្តែទើបប្រុសមកសួរឡៅឯងឆ្លើយឬមិនឆ្លើយឯងគឺជាអ្នកពួតដែរឬអត់ចោះស្បែកជើងនេះវិញគេឃើញស្នាមបែកជើងនេះនៅកន្លែងដែលបាត់ខោត្រឡប់នឹងអាវត្រឡប់របស់អាឈីងចែបើសិនជាឯងឆ្លើយថាឯងជាអ្នកពួតត្រឹមត្រូវខ្ញុំនឹងមិនធ្វើបាបឯងឡើយតែគាត់បែរជាឆ្លើយមិនយល់ព្រមឲ្យឡៅប្រាប់ថាគាត់មិនដឹងអីទាំងអស់ដូច្នេះហើយទូប្រុសក៏បានទិញឡៅអប់នៅកន្លែងដែលសុខាឯងពិតជាមិនឆ្លើយពិតមែនដូច្នេះហើយវិធីដែលមកគាត់ដោះស្រាយជាមួយនឹងឯងគឺទឹកក្តៅបើសិនជាដាក់នៅលើមុខរបស់ឯងមិនដឹងថាល្អចាំណាឡៅជជែកថាគាត់នៅតែមិនបានយករបស់អាឈីងចែដដែលដូច្នេះវិធីរបស់ស៊ីងវូក៏យកទឹកក្តៅនៅក្នុងប៉ាន់ពណ៌កញ្ចក់បែបនេះចាក់ស្រោចបើត្រូវមាត់របស់ឯងដឹងបើឆ្ងាញ់មិនទេឡៅក៏បានប្រាប់ថាគាត់គឺជាអ្នកធ្វើទាំងអស់ខ្ញុំសុំទោសលើកក្រោយខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេតបពីលើនេះនេះទូប្រុសនឹងក៏បានគម្រាមថាកុំឲ្យធ្វើអញ្ចឹងទៀតក៏ដើរចាក់ចេញទៅបានប៉ុន្តែមនុស្សដូចជាឡៅកម្រនឹងរៀងណា
គាត់ក៏បានទៅរកស្បែកជើងរបស់ខ្លួនថែមទាំងស្ដីឲ្យអ្នកនៅចិត្តនោះថាឯងសម្លឹងមើលអីមិនដែលឃើញមនុស្សដើរមករកស្បែកជើងទេបានតែក្រោយមកទូស្រីវិញត្រូវបានអ្នកមិញហ្វាំងឲ្យចូលមកហាងក្នុងទូសម្លៀកបំពាក់នេះចាំបន្តិចមែនក៏មិនតែវាស័ក្តិសមនឹងឯងខ្លាំងណាស់ហើយឲ្យទូស្រីលោពីមួយឈុតទៅមួយឈុតដល់បន្តិចនោះក៏បានហៅឲ្យទៅកាន់កូនប្រុសស៊ីងវូឯងជួយមើលប្អូនច្រឡូតមួយឯងបន្តិចទៅមើលដោយទូស្រីនេះស្លៀកឈុតដំបងគឺជាសម្លៀកបំពាក់កាលនៅក្មេងរបស់ម៉ាក់ស៊ីងវូស្អាតដែរឬស្អន់ហើយទូស្រីក៏សួរថាស៊ីងវូមិនក៏អ្នកសើចអញ្ចឹងឈប់សើចភ្លាមណាទូប្រុសថាគាត់នឹងមិនសើចទេគាត់សុខចិត្តនៅស្ងៀមដល់បន្តិចក្រោយមកទូស្រីក៏បានត្រូវសម្លៀកបំពាក់មួយទៀតមើលទៅនាងស្រស់ស្អាតមកយ៉ាងដែរក៏មិនតែបាត់រៀងចាស់កម្រិលបន្តិចហើយនាងមិនដឹងថាគួរធ្វើយ៉ាងណាទេគេថាស៊ីងវូវិញគាត់មិនដឹងថាពាក្យវិចារយ៉ាងម៉េចដែលសម្លៀកបំពាក់បែបនេះគឺបានតែមនុស្សចាស់ចំណាស់ម៉ាក់របស់គាត់តែប៉ុណ្ណោះដូច្នេះហើយដូរសម្លៀកបំពាក់មួយទៀតពួកស៊ីងវូគាត់មានអារម្មណ៍ថាមិនដែលជាអ្វីទាំងអស់ហើយបាំងឡើងចង្លាំងផ្លាតសម្លៀកបំពាក់ចុងក្រោយគឺជាអាវភ្លេងដូច្នេះហើយអាឈីងចេថាអ្នកមិញសុំនឹងផ្លាស់សម្លៀកបំពាក់ដោយខ្លួនឯងតែខ្ញុំនឹងរើសវាដោយខ្លួនឯងដែរហើយមិនតិចក្រោយមកស៊ីងវូក៏កំពុងតែមើលជាមួយនឹងម្ដាយរបស់គាត់រួចហើយឃើញថាអាឈីងចេចុះមកដល់សម្លៀកបំពាក់ស្អាតបែបខ្ជុះគួយស្រឡាច់បែបក្មេងស្រុកស្រែណាហើយម៉ាក់នឹងក៏បានសួរទៅកាន់ស៊ីងវូថានាងស្អាតអត់ឯងឆ្លើយទៅមើលស៊ីងវូទៅអូនណានាងពិតជាគួរឲ្យស្រឡាញ់រួចហើយក៏បានអស់ម៉ាក់ចេញទៅហាងក្រៅសួរទៅម៉ាក់មិនក៏ម៉ាក់មិនចំណាយពេលខ្លះទៅទិញសម្លៀកបំពាក់ឲ្យតែកាន់អាឈីងចេទៅសួរថាវាពិតជាមានការចាំបាច់សម្រាប់នាងគឺជាក្មេងស្រីម៉ាក់ថាឥឡូវនេះម៉ាក់ក៏រៀងចិត្តដល់មកធ្វើម្ហូបអីសម្រាប់ការលោកចៅណាអញ្ចឹងហើយគាត់ពិតជាបញ្ញាប់ណាដូចដែលចាក់ចេញទៅបានបន្តិចគឺស្ដីកំពុងតែព្រានហើយស៊ីងវូគាត់កំពុងតែចូលមកក្នុងអំឡុងពេលនោះសួរទៅកាន់តួស្រីថាតើតួស្រីរវល់ដែរឬទេឈីងចេខ្ញុំនឹងទៅនៅក្នុងកម្មវិធីជប់រៀងរបស់លោកចៅគម្រប់ពួបនៃអភិវឌ្ឍរបស់គាត់តួស្រីថាអត់អីទេប៉ុន្តែនាងកំពុងតែរៀននេះពី3នាទីសិនប៉ុន្តែនៅពេលដែលតួស្រីសម្រេចចិត្តថាចង់ទៅបន្តិចអត់បន្តិចក៏សម្រេចចិត្តរៀបចំចាក់ចេញទៅតែឈីងចេនាងមានអារម្មណ៍ថាខ្លាចអញ្ចឹងហើយនាងក៏បានហៅថាជិតសិនស៊ីងវូតើលោកអាចបន្តិចបានទេជួយតែទិញដូចជាចង់និយាយថាហៅតំណប់នឹងឲ្យតំណប់នាងណាស៊ីងវូក៏ពិតជាយល់ព្រមប៉ុន្តែនៅពេលដែលចេញពីហាងគាត់លុបលោដូចជាចោលអញ្ចឹងរួចហើយគាត់ក៏បានយកថងឲ្យតំណប់នឹងខោឲ្យក្នុងអីហ្នឹងណាដាក់ចុះក្នុងកូតូរបស់គាត់បន្តិចនោះទូរស័ព្ទពីអាគូក៏បានផលមកហើយទូប្រុសស្ដីឲ្យទៀតដាក់កាមេរ៉ាមិនដឹងប្រព័ន្ធនៅណានេះដូច្នេះនៅពេលដែលមកដល់វាគឺជាពុំគំរូការរសេរនៅលើក្រណាចង់បានយន្តហោះបែបតូចបែបហ្នឹងថាតើទូប្រុសអាចធ្វើបានឬអត់វាគឺជាកំណត់បងស្រីរបស់អាគូគាត់ចង់បើកហាងលក់បែបហ្នឹងណាទូប្រុសក៏បានសួរថាតើគាត់ពិតតែចង់ធ្វើបែបហ្នឹងមែនក៏មិនតែចឹងហើយណាក្នុងការធ្វើជាគំរូហើយណាចំណាយរហូតដល់8,000យួនលើដូចនេះអាគូស្នាតអីទេបើសិនជាទូប្រុសចង់បានបែបហ្នឹងស៊ីងវូអ្នកគឺមនុស្សដែលមានសមត្ថភាពអញ្ចឹងហើយខ្ញុំនឹងមិនធ្វើឲ្យខ្ញុំនឹងខកបញ្ជាទៅកាន់បងស្រីរបស់ខ្ញុំពីការចំណាយផ្សេងបន្តិចនេះតួស្រីវិញកំពុងតែធ្វើឲ្យខ្លួនឯងស្ងប់ចិត្តដោយសារតែមានមនុស្សលួចខោក្នុងនឹងឲ្យក្នុងរបស់នាងឲ្យទូប្រុសក៏បានតាមមកលាក់របស់នៅខាងក្រោយក៏យកមកដាក់ផ្លែនៅកន្លែងនំចំណីអាហារសម្រន់របស់អាឈីងចេមិនតែក៏ប្រាប់ថាវាអាចនឹងឲ្យតួស្រីដោះស្រាយមួយទេសិនដូច្នេះបន្តិចនោះតួស្រីក៏បានសួរថាតើនៅក្នុងពិធីជប់លៀងមួយនោះតើពួកចិននឹងទៅពេលនោះហើយក៏ស្ដាប់តែហ្វាន់ថងហើយនឹងឈឹងកងនោះក៏បានស្រែកថាតមិនក៏ពួកចឹងមិនទៅទាំងអស់គ្នាតែម្ដងទៅដល់តែពេលរួចចេះខាត់មកដល់ពេលទូប្រុសញញឹមហើយក៏ងាកនៅក្នុងពិធីជប់លៀងនៃអាពាហ៍ពិពាហ៍ម៉ាក់របស់ស៊ុំវូគឺជាអ្នករៀបចំម្ហូបអាហារមានណាសតតែជាម្ហូបឆ្ងាញ់ដូចជាគ្រឿងសមុទ្របង្កងបង្គាហើយក៏មានប្រហិតដែលធំណាមើលទៅទំនោរឆ្ងាញ់ខ្លាំងណាស់ហើយមានទាំងគ្រឿងសមុទ្រមកប្រភេទទៀតដែលអត់មានអត់សូវស្គាល់ចាំណាក៏ដោយបន្តិចនោះចូលមកក្នុងអំឡុងពេលដែលមនុស្សជុំគ្នាយប់ទៅហើយទូប្រុសរៀបរាប់ប្រាប់ទៅកាន់ឈីងចេថានេះគឺជារបៀបមាត្រដ្ឋាននៃការជប់លៀងនៅឯចាស់ចាធៀងគឺបែបនេះដូច្នេះបន្តិចអាឈីងចេរួមទាំងស៊ីងវូក៏បានចូលអង្គុយជុំជាមួយនឹងភ្ញៀវទាំងអស់ឡងញ៉ាំជុំគ្នាក៏ប៉ុន្តែឡៅគំនិតរបស់គាត់នៅតែមិនបោះបង់ចោលគាត់មើលទូស្រីដូចជាចង់ស៊ីនាងទាំងរស់ហើយក៏បានជួយជាមួយនឹងមនុស្សរបស់គាត់នៅទីនោះដូចគ្នាដែរដល់តែពេលដែលញ៉ាំអាហារជុំគ្នាអ្នកដែលម្ចាស់កម្មវិធីដូចជាលោកចាងប្រាប់ទៅកាន់អ្នកទាំងអស់គ្នារីករាយជាមួយនឹងការញ៉ាំរបស់អ្នកទាំងអស់គ្នាហើយញ៉ាំចាប់យកបែបនេះ
តែនៅពេលនោះ Fan Thong ប្រាប់ទៅកាន់ Ching Jae នេះគឺជារបៀបដែលការញ៉ាំឬពិធីជប់លៀងនៅឯចាចាធេងបន្តិចនោះគ្រាន់តែដាក់មកពឹបម្ហូបតួស្រីចាប់ផ្ដើមដណ្ដើមបង្កងបង្គាដូចជាអ្នកភូមិធ្វើនៅទីនេះនឹងស្ដាប់ខ្លួនបានលឿនណាស់ដោយទូប្រឹងក៏ពិតជារីករាយណាស់នៅពេលដែលតួស្រីមានអារម្មណ៍ថាសប្បាយរីករាយគាត់ក៏សប្បាយដូចគ្នាហើយពេលហ្នឹងក៏ចាប់តែប៉ុណ្ណឹងកំពេចដល់ចាប់ទៅដើមភេទបន្តណាជាងខ្ទោបន្តិចណាស់ដោយសារមេនាង